នេះគឺទស្សនភាពពុទ្ធបរិស័ទញាតិញោមដែលចុះពីឡានក្រុងណាទស្សនាមើលទីកន្លែងដើមឈើទាលដើមឈើទាលដែលលោកបញ្ញាសឿនគុយគាត់តាមបញ្ច្រាស់ហើយរស់ហ្នឹងញោមនេះអាត្មាបានមកដល់ហើយញោមអើយនៅខេត្តព្រះត្រពាំងណាទឹកដីកម្ពុជាក្រោមបច្ចុប្បន្នប្រទេសវៀតណាមក៏នេះញាតិញោមណាញោមនៅឡានក្រុងមួយពីរញោមតិចញោមម៉ូតូហ្នឹងហើយនេះគឺជាវាសិនកុយខ្ញុំឲ្យគោសូមមកសរបុសួងសូមសេចក្តីសុខសេចក្តីចម្រើនណាបងណាបាត់ញោមហ៎គាត់បានមកដល់ហើយញោមប្រាថ្នាចង់មកណាកន្លែងនេះបងណាញោមប្រាថ្នាចង់មកមែនតើតែញាតិញោមមិនសូម្បីតែខ្ញុំណាត់អាត្មាក៏ប្រាថ្នាថាថ្ងៃណាមួយនឹងមានឱកាសដើម្បីបានមកកាន់ទីនេះទោះបីជាគ្រាន់តែជាដើមឈើមួយដើមក៏ពិតមែនក៏ប៉ុន្តែវាមានអត្ថន័យសារៈសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរយើងធំណាស់ញាតិញោមដើមឈើនេះធំណាស់បើនិយាយពីបើគិតថាមនុស្សអោបវិញប្រហែលជា 4-10 នាក់បានជុំនេះថតវីដេអូឯកសារវីដេអូចឹងហ្មងទៅមើលញាតិញោមទស្សនភាពពុទ្ធបរិស័ទញាតិញោមដែលគាត់បានមកដល់ចែកពីនេះគឺជាទស្សនភាពពុទ្ធបរិស័ទញាតិញោមចេញមកពីទីក្រុងភ្នំពេញជាមួយខ្ញុំគណៈអាត្មាមកដល់ដើមឈើទាលណាដើមឈើទាលដែលលោកអញ្ញាសឿនគុយដែលគាត់ដាំបញ្ច្រាស់ហើយរស់ដោះឡើងមកក៏នេះគឺជាភាពអស្ចារ្យមួយណាកន្លែងនេះហើយដែលខ្ញុំណាត់អាត្មានិងញាតិញោមពុទ្ធបរិស័ទណាប្រាថ្នាត្រូវការចង់បានចង់មកជួបចង់មកឃើញផ្ទាល់នឹងភ្នែកនេះបានមកដល់ហើយគឺនៅក្នុងខេត្តព្រះត្រពាំងទឹកដីកម្ពុជាក្រោមសប្តាហ៍ថ្ងៃហៅថាខេត្តត្រាវិញប្រទេសវៀតណាមបងខំមកញាតិញោម